តោះគ្នានៅខាងក្រោយខ្ញុំនេះគឺជារថយន្តប្រភេទ MPV លក្ខណៈគ្រួសារ7កៅអីហើយពេលមកដឹងអត់តម្លៃត្រឹមតែជាង$30,000ទេជាង$30,000ពេលមកដល់គ្នាដែលវ៉ាវខ្លាំងមែនទែនហើយក៏ទទួលបានជាមួយនឹង spec គឺញាក់សាច់តែម្ដងដែលរថយន្តនេះប្រើប្រាស់ជាមួយប្រភេទម៉ាស៊ីនរបស់ Mitsubishi ដែលមានចំណុះ 1.5 លីត្រប្រើប្រាស់ជាមួយនឹង turbo ដើម្បីមកធ្វើការជំនួយបន្ថែមទៀតនឹងអាចធ្វើការបង្កើតកម្លាំងបានរហូតដល់197សេសនិងកម្លាំងរមុះ285 Newtonម៉ែត្រហើយវាសំខាន់មិនត្រឹមតែមានជាមួយ performance ល្អពេលមកដល់គ្នាខាងក្នុងក៏កប់សេរីផងដែរចឹងឥឡូវយើងទៅ check out នៅខាងក្នុងទាំងអស់គ្នាវ៉ាខ្ញុំចាប់អារម្មណ៍សម្រាប់រថយន្តនេះខ្លាំងមែនទែនត្រង់កៅអីជួរទី2នេះពេលមកដល់គ្នាដោយសារតែវាគឺជាប្រភេទរថយន្ត MPV ចឹងណាចឹងគឺគេផ្ដោតសំខាន់ធំបំផុតតែម្ដងទៅលើការបើកបរនៅខាងក្នុងក៏ដូចជាភាព comfort ហើយកៅអីនៅខាងក្នុងគឺមានសភាពទន់ផាសុខភាពស្រួលអង្គុយខ្លាំងមែនដូចជាមួយនឹងកៅអីប្រភេទ first class នៅឯយន្តហោះចឹងហើយអ្វីសំខាន់មានមកជាមួយនឹងមុខងារច្រើនដូចជាខាងនេះមានមកជាមួយនឹងមុខងារធ្វើការយើងដោតដាក់ទូរស័ព្ទចូលមានមកជាមួយនឹងកន្លែងធ្វើការសាកជាមួយខាងពោះថ្មហើយកៅអីក៏មានមកជាមួយប្រភេទកៅអីក្តៅកៅអីត្រជាក់ផងដែរហើយពេលមកដឹងអត់ការបញ្ជាជាមួយកៅអីនេះគឺអាចបញ្ជាបានគឺគ្រប់មុំតែម្ដងអ្វីដែលសំខាន់នោះគឺយើងអាចធ្វើការ move ត្រង់កន្លែងនេះបានទៀតសម្រាប់ឲ្យចលនាក្តារនេះគឺយើងអាចធ្វើការធ្វើដំណើរទៅកាន់កៅអីខាងក្រោយនេះតែកៅអីខាងក្រោយគឺមានមកជាមួយនឹង3កៅអីបន្ថែមទៀតបងប្អូនហើយមិនទាន់អស់ទេមានមកជាមួយនឹងតុដែលយើងអាចញ៉ាំអាហារក៏បានឬបើសិនជាដូចខ្ញុំចឹងខ្ញុំជិះធ្វើការ outdoor យល់មកក៏យើងអាចធ្វើមានពេកចឹងយើងអាចធ្វើការនៅក្នុងរថយន្តចាស់ក៏បានដែរអែមស្រែមមែនតើហើយកៅអីទៀតសោតក៏យើងអាចធ្វើការបត់ដើម្បីយើងធ្វើការគេងបានដល់ពេលមកដល់គ្នាដែលផ្នែកនេះគឺជាផ្នែកទូលាយក៏ដូចជាផ្នែកដ៏ល្អមួយសម្រាប់រថយន្តU2 ឆ្នាំ2024នេះហើយខាងលើនេះគឺជាប្រភេទកញ្ចក់ panoramic sunroof ដែលគេហៅថាជាកញ្ចក់180 ដឺក្រេជាយើងអាចធ្វើការបើកមើលល្បីនៅខាងលើដែរម្ដងដើម្បីទទួលបានជាមួយនឹងខ្យល់បរិសុទ្ធនៅពេលដែលយើងធ្វើដំណើរផ្សេងត្រង់កណ្ដាលក៏មានមកជាមួយប្រភេទម៉ាស៊ីនត្រជាក់ដាច់ដោយឡែកដែលខាងមុខគឺផ្សេងខាងក្រោយគឺផ្សេងអញ្ចឹងធ្វើឲ្យអ្នកបើកបរក៏ដូចជាអ្នករួមដំណើរគឺកាន់តែមានអារម្មណ៍ផាសុកបន្ថែមជិះគាត់ថានៅខាងក្នុងគឺ highlight ជួយអ្នកអរគុណប៉ុណ្ណឹងអញ្ចឹងឥឡូវយើងទៅមើលផ្នែកខាងមុខបន្តិចទៅដើម្បីឲ្យដឹងថាតើតើជាមួយនឹងភាពទូលាយក៏ដូចជាមានរូបរាងសស្អាតបែបណាតោះសម្រាប់ផ្នែកខាងក្នុងនេះអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺទៅលើការ design ហើយខ្ញុំចូលចិត្តជាមួយនឹង form នៃការដែលគេ design ប្រភេទឈើនេះខ្លាំងមែនទេវាធ្វើឲ្យក្លិនក៏ដូចជាចូលមកមានអារម្មណ៍ថារំលឹកយើងទៅដល់រថយន្តបែប luxury ថ្លៃជាច្រើនហើយដូចតែខ្ញុំបានមែនសិនពីដើមអញ្ចឹងរថយន្តនេះគឺមានតម្លៃត្រឹមតែជាង$30,000ពេលមកដល់គ្នាដែលតម្លៃនេះគឺគួរសមខ្លាំងមែនទែនសម្រាប់ទទួលបានជាមួយនឹង option ក៏ដូចជា performance បែបនេះអញ្ចឹងគាត់ថាអ្នកដែលគាត់ស្រឡាញ់ប្រភេទជាលក្ខណៈរថយន្តបែប MPV ហើយគឺល្អសម្រាប់យើងធ្វើការបើកបរប្រើប្រាស់ទូទៅក៏ដូចជាលក្ខណៈគ្រួសារខ្ញុំគាត់ថាគួរតែជ្រើសយករថយន្ត U2 នេះទៅពេលមកដល់គឺថាมันខុសតែម្ដងចឹងគាត់ថានៅខាងក្នុងខ្ញុំ highlight ជូនអ្នកនរគ្នាប៉ុណ្ណឹងអូខេពេលមកដល់គ្នាចឹងបើសិនជាប្រិមត្តចាប់អារម្មណ៍សម្រាប់រថយន្ត 14 U2 ចំនួនថ្មីនេះប្រិមត្តអាចអញ្ជើញទៅ check up នៅឯ showroom 14 បានដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ 6A ឬក៏ទំនាក់ទំនងទៅកាន់ Facebook page ផ្លូវការគឺ 14 Cambodia ចឹងខ្ញុំបាទសាមិតអរគុណអ្នកនរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ